ស្វាគមន៍អ្នកក៏នឹងចង់ក្រក្រឹងកបៈទាំងអស់គ្នាជួយជាមួយនឹងឲ្យមានសាយថ្មីម្ដងទៀតមកបន្តសេរីរបស់យើងដែលជាភាពបន្តផ្ដានៃភេមួយនេះ system ក៏ថាឥឡូវនេះគាត់បានឆ្លងកាត់នៅការសាត់លបងរបស់ព្រះកន្លាតហើយចំណែក system ក៏បានបើកសាយជាថ្មីម្ដងទៀតផងដែរពេលនោះសត្វចង្កែមួយនោះក៏ចាប់ដើមផ្ទុះឡើងបញ្ចេញនៅរាងកាយរបស់ចៅយីដែលនេះគឺជារង្វាន់ដែល system បកលឲ្យចៅយីវិញពិតជារភើបខ្លាំងមែនទែនដែលខ្លួននៅតែមានជីវិតពេលនោះព្រះនៃកន្លាតក៏ថាចៅយីឯងពិតជាមានចិត្តសប្បុរសនិងស្មោះត្រង់ណាស់ឯងពិតជាស័ក្តិសមក្នុងការសមណៃរបស់យើងលើបែបនេះចៅយីក៏បានសួរអញ្ចឹងតើអ្នកចង់ឲ្យគេនឹងខ្លាចជាសិទ្ធិកណ្ដាលម្ដងទៀតមែនទេព្រះនៃកន្លាតក៏ប្រាប់ទៅថាពេលនេះឯងគឺជាសិទ្ធិកណ្ដាលតែប៉ុន្តែមានទម្រង់មនុស្សហើយឯងក៏ទៅបាននៅថាពរនៃភាពអមតៈផងដែរគ្រាន់តែលើបែបនេះចៅយីពិតជាសប្បាយចិត្តខ្លាំងមែនទែនតែប៉ុណ្ណេះគេមិនចាំបាច់ខ្លាចជាសិទ្ធិកណ្ដាលទៀតទេព្រះកន្លាតក៏បន្តទៀតថាវាពិតជារឿងដ៏កម្រខ្លាំងណាស់ដែលឯងមិនបានបោះបង់នៅដៃគូរបស់ឯងនិយាយមិនតាន់រួចពីមាត់ផងចៅយីនឹងក៏បានជន់ប្រកមាប់ស្លាប់បាត់ទៅពួកឯងព្រះនៃកន្លាតនឹងពិតជាខឹងខ្លាំងមែនទែនដែលហេតុនេះចៅយីត្រូវតែស្វែងរកវិធីក្នុងការសម្ដែងដើម្បីធ្វើឲ្យព្រះនៃកន្លាតនឹងបាត់ខឹងយ៉ាងណាក៏ដោយព្រះនៃកន្លាតដូចជាដឹងមុនព្រមតែនិយាយថាឯងមិនចាំបាច់សម្ដែងនោះទេយើងពិតជាមិនចង់ជឿឯងឡើយតែចៅយីសម្ដែងសំពេកហើយថាគេគឺជាអ្នកដែលចិញ្ចឹមទៅកាន់សៀវប៉ាងនិយាយរៀបរាប់បាយអូហូស្ទឹងច្រើនខ្លាំងមែនទែនមួយឃ្លាចុងក្រោយនេះពិតជាមានន័យបើសៀវប៉ាងបានបាត់បង់ជីវិតទៅហើយតើគេរស់នៅមានន័យអីទៀតព្រះនៃកន្លាតខំថាមិនជឿឥឡូវជឿតតែបានមើលទៅទំនាក់ទំនងរបស់ពួកគេនឹងពិតជាជ្រៅជាងមហាសមុទ្រប៉ាស៊ីហ្វិកទៅទៀតឯងឈប់យំទៅអាកម្មាវិញមិនទាន់ងាប់ទេចៅយីក៏បានសួរទៅតើអ្នកចាំមានថាយ៉ាងណាព្រះកន្លាតក៏បញ្ជាក់ថាក្នុងនាមគេគឺជាអ្នកអំរើរបស់ស្ដេចនៃកន្លាតបើសិនបើឯងមិនស្លាប់នោះទេគេនឹងរស់រានមានជីវិតជារហូតដូច្នេះឯងត្រូវតែសម្លាប់ទៅការសត្វចំណាយដើម្បីប្រមូលរដ្ឋាពលនិងធ្វើឲ្យសៀវប៉ាំងរស់ឡើងវិញលើបែបនេះចៅយីពិតជាសប្បាយចិត្តខ្លាំងមែនទែនលើកនេះគេប្រកាសជានឹងសងសឹកទៅការសក្កិនកែបទាំងអស់នោះឲ្យពួកគេរស់នៅយ៉ាងវេទនាប៉ុន្តែសក្កិនកែបទាំងអស់នោះពិតជាមិនធម្មតានោះទេផ្លាស់ទេយើងលឿនដាក់ក៏មួយដៃតែម្ដងចៅយីក៏មើលងាយថាពួកឯងពិតជាមានទំហំតូចខ្លាំងណាស់មិនអាចយកឈ្នះមកកាន់យើងបានទេតែពេលនោះព្រះកន្លាតក៏រំលឹកថាអញត្រូវតែប្រយ័ត្នជាមួយសក្កិនកែបទាំងអស់នេះព្រោះថាច្បីរបស់ពួកវាមានជាតិពុលនិយាយមិនទាន់តែចោលផងដៃរបស់ចៅយីនឹងចាប់ដើមរលួយយកតែម្ដងចៅយីមានអារម្មណ៍ថាឈឺចាប់ខ្លាំងមែនទែនឈរកន្លែងខ្លួនបង្ហាញនៅសាជីងចាំងឃើញបែបនេះសក្កិនកែបស្មានថាវានឹងគឺជាចន្លេនដូច្នេះហើយក៏បញ្ចេញនូវអណ្ដាតយ៉ាងវែងចឹកតែម្ដងមានតែលបងចៅយីយើងនឹងពុតជាឈឺចាប់រកអ្វីថ្លែងបំបានឡើយនៅក្នុងអនាការមួយនេះចៅយីពុតជាទឹកភ្នែកខ្លាំងមែនទែនព្រោះថាក៏មិនអាចសមឲ្យតែកម្ចាត់ទៅការសក្កិនកែបដែលបានផ្លាស់ប្ដូរព្រះកន្លាតក៏បានប្រាប់ទៅថាសក្កិនកែបទាំងអស់នេះពួកវាមានលក្ខណៈពិសេសរបស់ពួកវាគឺមានជាតិពុលខ្លាំងមែនទែនហើយយើងក៏បានផ្ដល់នូវជំនាញមួយទៅឲ្យឯងផងដែរដែលវាគឺជាការស៊ីអ្វីគ្រប់យ៉ាងដូច្នេះនៅពេលដែលឯងស៊ីទៅកាន់សក្កិនកែបមួយនេះនោះឯងនឹងទទួលបាននូវលក្ខណៈពិសេសរបស់វាឬក៏ជំនាញរបស់វាអញ្ចឹងទៅហើយនៅពេលដែលឯងស៊ីសាច់ចំណាយគឺកាន់តែច្រើននោះកម្លាំងរបស់ឯងនឹងគឺកាន់តែរឹងមាំផងដែរលើបែបនេះចៅយីក៏សារថាវាអស្ចារ្យខ្លាំងណាស់អញ្ចឹងចាំគាត់ដុតវាសិនបន្តមកចាំញ៉ាំតាមក្រោយប៉ុន្តែព្រះនៃកន្លាតនឹងក៏បានបោះកង្កែបមួយនោះចូលក្នុងមាត់គាត់តែម្ដងទៅដែលជាលទ្ធផលគាត់ក៏ត្រូវបានក្អួតវាចេញមកវិញព្រោះថាពេលនេះក៏មិនអាចលេបវាបានទេព្រះនៃកន្លាតក៏រំលឹកទៅថាបើឯងមិនអាចធ្វើវាបានទេឯងច្បាស់ជាស្លាប់យើងក៏បានឃើញហើយថាសក្កិនកែបជាច្រើនក៏បានឡំព័ទ្ធទៅកាន់ចៅយីរបស់យើងតែម្ដងសូម្បីតែផ្លូវកៃខ្លួនក៏មិនមានដែរដល់ដំណើរការមួយនេះទៅហើយចៅយីរបស់យើងគឺមានតែសាត់លបងស៊ីទៅកាន់សក្កិនកែបទាំងអស់នោះទេពេលនោះ system ក៏ប្រាប់ថាដោយអ្នកបានស៊ីទៅកាន់សក្កិនកែបមួយនោះដូច្នេះអ្នកទៅបាននៅលក្ខណៈរបស់វាមានដូចជាការលោតនិងជារំអល់របស់សក្កិនកែបរួចហើយចៅយីក៏លោតចេញមកព្រមទៅសរសើរថាវាអស្ចារ្យមែនពីមុនពួកឯងបានវាមកកាន់យើងឥឡូវនេះដល់ពេលដែលយើងវាទៅកាន់ពួកឯងវិញហើយបន្តមកនឹងចៅយីក៏ប្រើប្រាស់ក្បាច់កូនតងហ្វូចាប់ការសក្កិនកែបទាំងអស់នោះយ៉ាងស៊ីភ័យតែម្ដងខណៈពេលដែលគាត់ជប៉ុនទៅឈប់បង្ហាជីងចាំងនោះក៏មានឡានមួយឈប់នៅចំពោះមុខគាត់សម្លេងមួយក៏ថាលោកប្រធានដែលយើងបានឃើញទៅកាន់មនុស្សឈួននៅកណ្ដាលផ្លូវតើយើងគួរដោះស្រាយជាមួយនឹងគាត់ដោយរបៀបណាផ្ទុយទៅវិញចៅយីក៏បានយល់ថាតើអ្នកទាំងអស់គ្នាមកទីនេះដើម្បីជួយខ្ញុំមែនទេនិយាយចាប់ភ្លាមគ្រប់គ្រងជាច្រើនក៏ហោះសម្ដៅមកកាន់រាងកាយរបស់គាត់ចាក់ពេញយកតែម្ដងប៉ុន្តែចៅយីមិនអីនោះទេហើយគាត់ក៏បានឃើញស្លាកសញ្ញាឡានមួយនោះផងដែរហើយបើតាមគាត់ចាំនៅក្រុមមួយនេះគឺមានឈ្មោះថាក្រុមអ្នកដែលមានកម្លាំងពិសេសពួកគេគឺជាកម្លាំងដ៏ខ្លាំងបំផុតក្នុងការតស៊ូកម្ចាត់ជាមួយនឹងពួកបិសាចក្នុងគ្រាដ៏លំបាកមួយនេះសមាជិករបស់ពួកគេម្នាក់ៗមានកម្លាំងមិនធម្មតានោះទេដូច្នេះហើយពួកគេគឺជាអ្នកគ្រប់គ្រងសម្ដាប់ធ្នាប់ក្នុងទីក្រុងបន្ទាប់ពីគេរួចចៅយីក៏សួរម្ដងទៀតតើអ្នកទាំងអស់គ្នាមកជួយសង្គ្រោះគាត់មកដែរឬទេយ៉ាងណាក៏ដោយក្រុមពលទាំងនោះក៏ហោះមកសាច់ថ្មីម្ដងទៀតដែលលើកនេះចៅយីក៏បានសំណោះស្ទុកស្ទឹងតែម្ដងខណៈពេលដែលបារម្ភនៅបំរុងនឹងចាប់ការគាត់ទៅហើយចៅយីក៏បានងើបឡើងសាច់ថ្មីម្ដងទៀតព្រោះថាព្រួយទាំងនោះមិនទាន់គ្រប់គ្រាន់ក្នុងការកម្ចាត់ទៅកាន់ចៅយីនោះទេឃើញបែបនេះមនុស្សទាំងនោះភ្ញាក់ផ្អើលខ្លាំងមែនទែនរួចហើយក៏ទិញកាភ្លើងចេញមកចៅយីក៏ថាអ្នកទាំងអស់គ្នាខ្ញុំជាមនុស្សល្អទេដូច្នេះអ្នកគួរតែស្ដាប់ការបកស្រាយរបស់ខ្ញុំសិនយ៉ាងណាក៏ដោយមនុស្សទាំងនោះមិនចេះស្ដាប់ភាសាកន្លាតនោះទេខណៈ
បាននៅផងណែប្រធានរបស់ពួកគេនឹងក៏ប្រាប់ឲ្យអ្នកទាំងនោះចាប់គាត់ទាំងរស់ដំណើរការមួយនេះចៅជីក៏បានដឹងហើយថាពួកមនុស្សទាំងនោះមិនអាចយល់ពីភាសារបស់គាត់ទេពេលនោះពួកគេក៏បានបើកម៉ូតូនោះជិះកន្លងជុំវិញរាងកាយរបស់ចៅជីដែលចៅជីឆ្ងល់ខ្លាំងមែនទែនតែពួកគេក៏ពុំតែព្យាយាមគិតថាខ្ញុំគឺជាគោមែនទេខ្សែពួរចំនួន5ក៏បានបោះចងដៃចងជើងរបស់គាត់តែម្ដងទាញយ៉ាងតឹងខ្លាំងមែនទែនធ្វើឲ្យចៅជីនឹងពិតជាពិបាកក្នុងការទ្រាំតែវាពិតជាសំណាងល្អខ្លាំងមែនទែនដែលចៅជីបានស៊ីទៅកាន់សាគីងកែមួយនោះដែលលក្ខណៈរបស់វានឹងគឺជាជាតិអាស៊ីតដូច្នេះហើយខ្សែពួរមួយនោះក៏បានដាច់យកតែម្ដងប្រធានក្រុមរបស់ពួកគេក៏អាសាថាពិតជាគួរឲ្យចាប់អារម្មណ៍ដោយដឹងថាខ្លួនមិនអាចនៅបានចៅជីក៏បញ្ញាប់ដាក់មេប្រូយកតែម្ដងទៅតែយ៉ាងណាក៏នៅមនុស្សទាំងនោះនៅតែបន្តដេញចាប់ទៅកាន់គាត់ចៅជីបានកិច្ចទាំងលើហើយកិច្ចទាំងក្រោមទៀតកិច្ចឆ្វេងកិច្ចស្ដាំពេលនោះ system ក៏ថាឥឡូវនេះអ្នកទៅបាននៅជំនាញលោតរបស់កង្កែដោយជោគជ័យហើយទោះបានភ្លាមចៅជីក៏បានលោតចេញយកតែម្ដងទៅព្រមទាំងនិយាយមើងងាយថាឯងចង់ចាំអាការយើងវិញសម្បត្តិជាតិក្រោយទៅវិញសប្បាយចិត្តមិនទាន់បាន2វិនាទីស្រួលបួលផងត្រូវបានកញ្ញាប្រធានក្រុមនឹងចាប់គាត់ជាប់ព្រមទាំងចំអកថាតើឯងចង់រតនាទៀតចាម្នាក់នៅប្រាប់ប្រាថាពរពិសេសរបស់នេះចាប់ចងរាងកាយរបស់ចៅជីរួចហើយក៏ថានេះគឺជាមនុស្សចម្លែកទី13ហើយដែលពួកគេបានចាប់បានចៅជីឆ្ងល់ខ្លាំងមែនទែនតែទាំងអស់គ្នាកំពុងតែធ្វើអ្វីបន្តមកចៅជីរបស់យើងក៏ត្រូវបានគេអូយ៉ាងវេទនាតែម្ដងតែសមាក្រោយមកក៏មកដល់ជំរំមួយអ្នកនៅទីនោះក៏និយាយថាជាក្រុមអរ៉ែនបានត្រឡប់មកវិញហើយដូច្នេះពួកឯងឆាប់បាត់ទ្វារស៊ឺសកូក្លែងមើលចាអេរ៉ែនវិញពិតជាធ្វើបាបទៅកាន់ចៅជីរបស់យើងខ្លាំងមែនទែនចាប់គ្នាមកដាក់គោកព្រមទាំងពាក់អាវគុកឲ្យគ្នាទៀតចៅជីក៏សួរថាថៃស្អាតខ្ញុំគ្មានគ្រោះថ្នាក់អ្វីទេចាប់ខ្ញុំធ្វើឲ្យចាយគឺនោះក៏និយាយថាមនុស្សដែលយើងបានចាប់លើកនេះពិតជាឯងនិយាយបានវាពិតជាខំពីអាទី12ខ្លាំងមែនទែនចាអេរ៉ែនក៏ប្រាប់ទៅថាកំតមើលស្រាលអសមនុស្ស12នាក់ដែលយើងបានចាប់នៅពួកគេមិនទាន់ស្គាល់ប្រភពដើមនៅឡើយទេបើទោះបីជាយើងធ្វើតែទៅឃើញថាពួកគេគឺជាមនុស្សសាមញ្ញក៏ដោយតែយើងមានអារម្មណ៍ថាពួកគេក៏លែងជាមនុស្សទៀតហើយចាសក់ខ្មៅក៏និយាយថាបើអ្នកដឹងថាពួកគេមិនមែនជាមនុស្សហើយមិនសម្លាប់ពួកគេទៅចាសក់ខ្លីក៏ថាការសម្លាប់ទៅកាន់ពួកគេនឹងវាពិតជាងាយស្រួលខ្លាំងណាស់ប៉ុន្តែយើងចង់ដឹងថាតើពួកគេនឹងគឺមានប្រភពដើមមកពីណាដូច្នេះយើងនឹងដឹងបន្តពីថ្ងៃស្អែកលើបែបនេះចៅជីក៏បានយល់អំពីមូលហេតុដែលពួកគេចាប់មកកាន់គាត់ហើយព្រោះថាគាត់មានលក្ខណៈដូចគ្នាដោយមនុស្ស12នាក់មុនតែគាត់ក៏ភ័យខ្លួនព្រោះថាពេលនេះគាត់ក៏ជាសត្វកន្លាតបើពួកគេធ្វើតែសែនតែប្រកបជាមានហានិភ័យហើយពេលនោះព្រះនេះកន្លាតក៏និយាយថាតើអ្វីទៅគឺជាការធ្វើតែសែនព្រោះតែលើបែបនេះចៅជីក៏ស្រែកថាចប់បន្តមកទៀតពួកគេទាំងនោះក៏បាននាំចៅជីរបស់យើងចូលមកក្នុងបន្ទប់មួយព្រមទាំងនិយាយថានេះគឺជាបន្ទប់ដាក់តកម្មមនុស្សចម្លែកប៉ុន្តែពេលនេះពួកគេបានឃើញតែការអ្នកតបផ្សេងទៀតនៅទេគឺនៅសល់តែម្នាក់ប៉ុណ្ណោះតើពួកគេនៅឯណាទៅដូច្នេះហើយអ្នកទាំងអស់គ្នាពិតជាមានការសង្ស័យប៉ុន្តែនៅពេលដែលពួកគេក៏លេចទៅមើលលើពីដានទៅឃើញថាមនុស្សទាំងនោះបានដែរនៅខាងលើក្បាលរបស់ពួកគេពិតជាមានទំហំធំខ្លាំងមែនទែនមើលទៅពិតជាគួរឲ្យខ្លាចចៅយីក៏ឆ្ងល់ហើយថាតើនេះគឺជាស្ថានភាពអ្វីទៅបើក៏លេចទៅមើលបរិយាចម្លែកម្នាក់នៅវិញបានសាយយ៉ាងកំណាយបើក៏ត្រូវបានហើយបញ្ចេញនៅសត្វចម្លែកដ៏គួរឲ្យភ័យខ្លាចមួយវាក៏បានចាប់ទៅកាន់អ្នកគ្រប់គ្នាចៅយីក៏ឆ្ងល់ហើយតើវាគឺជាអ្វីយ៉ាងណាក៏ដោយចៅអេរ៉ានក៏កិច្ចផាត់ព្រមទាំងនិយាយថាមើលទៅនេះគឺជារាងកាយពុតរបស់វាហើយបើក៏លេចទៅមើលចាត្រូវបានបិសាចនោះចាវិញនេះក៏ចាប់ដើមមានអាការៈចម្លែកសម័យដែលចៅយីរបស់យើងក៏មានអាការៈចម្លែកផងដែរព្រះកន្លាតក៏ប្រាប់ទៅថានេះគឺជាបរាសិតបើសិនបើឯងមិនស៊ីទៅកាន់សត្វចម្លែកមួយនេះទេឯងច្បាស់ជាត្រូវបរាសិតមួយនេះសម្លាប់ហើយសត្វចម្លែកមួយនេះក៏និយាយថាពួកឯងទាំងអស់គ្នាត្រូវតែស្លាប់ចៅអេរ៉ានក៏លន់មាត់ថាពួកជាគួរចាប់អារម្មណ៍ដែលឯងអាចនិយាយបានយ៉ាងណាក៏ដោយនាងពិតជាបាក់ក្នុងការវិបហាខ្លាំងមែនទែនដោយសារតែវាប្រើប្រាស់នៅសមាជិករបស់នាងនឹងក្នុងការវិបហាម្យ៉ាងទៀតនៅពេលនេះនាងមិនមានគ្រីស្តាល់វេទមន្តនោះទេបើចង់បើកការវិបហាខ្នាតធំក៏វាមិនអាចទៅរួចតែពេលនោះនាងក៏បាននឹកឃើញកំណត់មួយប្រើប្រាស់កំបិតវាកាត់ក្នុងការវិបហាទៅតែបិសាចបរាសិតពិតជាឆ្លាតខ្លាំងមែនទែនប្រើប្រាស់ចែកសារទាំងពីរក្នុងការទប់ទល់ដោយហេតុនេះចៅអេរ៉ានក៏បានមកឈប់នៅការវិបហាមួយនោះបិសាចបរាសិតក៏បានសើចហើយថាមនុស្សពិតជាកំសត់ខ្លាំងណាស់ចំណែកឯចៅយីវិញក៏និយាយថាក៏មិនអាចញ៉ាំតែកាមេរ៉ាសិមួយនេះទេពិតជាខ្ពើមខ្លាំងណាស់ព្រះនេះកន្លាយក៏បានខំទៅបើឯងមិនលេបទេឯងច្បាស់ជាស្លាប់ហើយដូច្នេះទ្រាំលេបសិនទៅចៅយីបានខំមកសង្កត់ចិត្តលេបទៅកាន់សាច់បរាសិតមួយនោះដែល system ក៏និយាយថាឥឡូវនេះអ្នកមានលក្ខណៈក្នុងការធន់នឹងបរាសិតក៏លេងមកមើលកញ្ញាអេរ៉ានវិញនាងក៏ថាឯងថាពួកយើងគឺជាមនុស្សកំសាប៉ុន្តែឯងវិញកំសាជាងយើងទៅទៀតឃើញការវិបហាមួយនេះបិសាចមួយនោះក៏ចំអកឲ្យថាវាគ្មានប្រយោជន៍នោះទេប៉ុន្តែកញ្ញាអេរ៉ានក៏ថាអញ្ចឹងមែនឬប្រើប្រាស់ការវិបហារបស់នាងកិច្ចអំពីចែកចាយទាំងពីរបន្តមកវិបហាគេពីខាងក្រៅវិញធ្វើឲ្យគេនឹងពុជឈឺចាប់ខ្លាំងមែនទែនតើវាគឺជាស្អីទៅឃើញបែបនេះវាពិតជាដោយការរំពឹងទុករបស់កញ្ញាអេរ៉ានខ្លាំងមែនទែនដែលរាងកាយរបស់គេមិនរឹងមាំគ្រប់គ្រាន់ដល់ឡើយទេប៉ុន្តែការធ្វើបែបនេះក៏បានបណ្ដាលឲ្យចែកចាយទាំងពីរនឹងឈឺចាប់ផងដែរព្រោះថាវាបានផ្ទេរការឈឺចាប់មកទៅកាន់ចែកចាយទាំងពីរនឹងឯងពួកឲ្យកញ្ញាអេរ៉ាននឹកស្មានមិនដល់នោះទេប៉ុន្តែបិសាចមួយនោះក៏និយាយថាអ្នកក៏បានចាញ់បោកផងដែរបន្ទាប់ពីនិយាយចប់កញ្ញាអេរ៉ានមិនអាចគ្រប់គ្រងទៅកាន់ដៃរបស់នាងបាន
ទៀតទេហើយសភាពនាងបែបនេះវិស័យបរិសិទ្ធពិតជាសប្បាយចិត្តចំពោះជាសប្បាយចិត្តកន្លងណាស់នៅពេលដែលឃើញឲ្យមកធ្លាក់ក្នុងអន្ទាក់របស់យើងតើពីការគិតរបស់គេកញ្ញាអេរ៉ានមិនអីនោះទេព្រមទាំងនិយាយថាបើវាគឺជាសមាជិកដទៃទៀតខ្ញុំខ្លាចថាពួកគេច្បាស់ជាស្លាប់ប៉ុន្តែឯងធ្វើវាខុសមនុស្សហើយព្រោះថាស្នាញ់ពីងពីងរបស់យើងមិនអាចគ្រប់គ្រងដោយសត្រូវនោះទេនិយាយរួចក៏ផ្លាញទៅការវាចាក់យកតែម្ដងបិសាចមួយនោះក៏និយាយថាអ្នកអាចធ្វើឲ្យបានតែពីរដងទៀតប៉ុណ្ណោះនៅពេលនៅឈានរបស់អ្នកប្រកាសជាហូរអស់តែបើសិនបើអ្នកសម្រាប់ចិត្តចាក់ចេញពួកគេច្បាស់ជាស្លាប់កញ្ញាអេរ៉ានក៏តបថាឯងមិនទាន់ងាប់ផងតែយើងគួរចេញទៅណាពេលនៅបិសាចប្រាសិទ្ធក៏មានអារម្មណ៍ថាគេមិនអាចគ្រប់គ្រងទៅកាន់ចៅជីបានទៀតទេរួចហើយក៏ប្រាប់ប្រាថាពួកនោះសម្រាប់ទៅកាន់ចៅជីរបស់យើងឃើញបែបនេះចៅជីភ័យខ្លួនខ្លាំងមែនទែនតើខ្ញុំត្រូវស្លាប់ទាំងបែបនេះមែនទេយ៉ាងណាក៏ដោយក៏ត្រូវបានជួយសង្គ្រោះដោយកញ្ញាអេរ៉ានចៅជីក៏បានអរគុណដែលបានជួយសង្គ្រោះជីវិតរបស់ខ្ញុំប៉ុន្តែផ្លាំងមួយនេះវាពិតជាល្អពេកហើយអាប់អូនចៅជីពួកអីប្រាប់គ្នាផងកញ្ញាអេរ៉ានក៏ថាអញ្ចឹងឯងមិនមែនជាក្រុមរបស់គេទេឯងគ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះចៅជីក៏តបថាត្រូវហើយចែខ្ញុំប្រាប់តាំងពីដំបូងហើយថាខ្ញុំគឺជាមនុស្សធម្មតាទេប៉ុន្តែអ្នកនៅតែមិនជឿខ្ញុំចែអេរ៉ានក៏បានដោះលែងតែកាន់ក៏រួយក៏ថាឥឡូវនេះវិស័យមួយនេះមានកម្លាំងថាពោខ្លាំងណាស់ដូច្នេះយើងមានជំរើសពីរដែលទី1យើងទាំងពីរត្រូវស្លាប់នៅទីនេះចំណែកឯទី2វិញយើងនឹងមិនឈប់ទៅកាន់គេហើយឯងប្រាប់ទៅកាន់សមាជិកដទៃទៀតលើបែបនេះចៅជីក៏បានជ្រើសទៅកាន់ជំរើសទី1ព្រោះថាគាត់នឹងចូលរួមជាមួយនឹងនាងក្នុងការសម្លាប់វិស័យមួយនេះឃើញភាពក្លាហានរបស់គាត់ដូច្នេះនាងក៏សួរទៅយើងសួរឯងហេតុអីបានជាឯងចង់ស្លាប់ចៅជីក៏ប្រាប់ទៅថាព្រោះថាគាត់ពិតជាស្អប់អ្នកដែលបានរត់ចោលមិត្តរួមក្រុមខ្លាំងមែនទែនមនុស្សដែលបានបាត់បង់នៅមួយរួមក្រុមរបស់ខ្លួនគ្មានអ្វីក្រៅពីវិស័យនោះទេកញ្ញាអេរ៉ានក៏សារហើយថាឯងពិតជាមានភាពក្លាហានខ្លាំងណាស់តែក្នុងចិត្តវិញក៏គិតថាគាត់ពិតជាងងមែនតាមពិតទៅដោយសារតែចៅជីបានដឹងថារាងកាយរបស់អបិសាយមួយនេះវាខ្សោយទេបើមិនអញ្ចឹងទេក៏មិនក្លាហានដូចអញ្ចឹងឡើយឃើញពួកគេមិនខ្វល់អំពីខ្លួនដូច្នេះបិសាចប្រាសិទ្ធខឹងខ្លាំងមែនទែនតែពួកឯងកំពុងតែញ៉ៃគ្នាចំពោះមួយយើងមែនទេអញ្ចឹងពួកឯងឆាប់ទៅរួចភ្លាមទៅនិយាយរួចប្រាប់ថាពួកដរញ៉េរញ៉ៃនឹងវាប្រហាទៅកាន់ពួកគេទាំងពីរនាក់ហើយវាក៏ជាទីបញ្ចប់នៃភាគមួយនេះផងដែរសង្ឃឹមថាអ្នកក្លាហានទាំងអស់គ្នានឹងមានការពេញចិត្តទៅចោះបើមានកំហុសខុសឆ្គងត្រចំណុចមួយណាសមេតាខន្តីអភ័យទោសឲ្យមានផងណាបាទហើយចាប់ពីថ្ងៃនេះទៅប្រហែលជាមាននឹងចេញវីដេអូ2ថ្ងៃមួយភាគឬក៏3ថ្ងៃមួយភាគហើយព្រោះថាពេលនេះមិនសូវមានពេលវេលានោះទេសង្ឃឹមថាអ្នកក្លាហានទាំងអស់គ្នានឹងយកយល់បើសិនបើមានអ្នកក្លាហានរូបណាដែលចង់ឧបត្ថម្ភការអេដមីនណៃគឺឲ្យឧបត្ថម្ភតាមលេខ QR Code ខាងលើនេះបាទអេដមីនមានតែពេលថាអរគុណនឹងជូនពរអ្នកទាំងអស់គ្នារកស៊ីទានបានតើណាមកណាប្រកបដោយសុខភាពពីនេះពីសំណាក់អេដមីនបាយបាយជួបគ្នានៅក្នុងវីដេអូក្រោយ